ក្រុមហ៊ុនសូជីជាជំរើសដ៏ល្អបំផុតជួយធ្វើឲ្យប្រព័ន្ធសូឡារបស់លោកអ្នកមានស្ថិរភាពក្នុងការប្រើប្រាស់ហ្នឹងហើយអា1500គ្រាប់តម្លៃថោកជាងបាទ800ជាងហើយមានអាថោកជាងហ្នឹងទៀត1000គ្រាប់700ជាងណ៎សិតអាទូគាត់ចង់បានតម្លៃចំនួនគ្រាប់ដូចគ្នាមិនតែរឿងធូរជាងយើងរៀបឲ្យអាធូរជាងហ្នឹងក៏បានដែរតែចំនួនគ្រាប់1500គ្រាប់ដូចគ្នាហើយគុណភាពនៃការញ័រដូចតែគ្នាដូចគ្នាបាទគាត់ថានេះវាស្អាតជាងវាមានវា2អញ្ចឹងណាកញ្ចក់វា2ក្បាលបញ្ជាបងមើលឃើញក្បាលនេះចេះក្បាលនេះ model វាចេះទំនើបអញ្ចឹងណាមើលអានោះតែប៉ុណ្ណឹងវាខុសគ្នាអញ្ចឹងអានេះនឹងអានេះវាខុសគ្នាអានេះដល់100ជាងតែក្បាលវាខុសគ្នាវាងាយស្រួលមើលមិនអានេះវាទំនើបវាបង្ហាញទិន្នន័យខាងក្នុងនិងទិន្នន័យកម្ដៅដែលយើងសិតហើយកម្ដៅលើសវាបឺតចេញចូលអញ្ចឹងណាកម្ដៅខ្វះក៏វាមានអាឡាមបង្ហាញយើងក្នុងនឹងមានបញ្ហាអីដូចថាវាដាច់ប្រព័ន្ធនេះវាបង្ហាញទាំងអស់មានកម្ដៅអត់គ្រប់វាបង្ហាញយើងចាវាបង្ហាញយើងហ្នឹងហើយដល់ទៅពេលអានោះវាអត់បង្ហាញអានោះវាអត់បង្ហាញវាបង្ហាញតែកម្ដៅបច្ចុប្បន្នកម្ដៅសិតអត់បង្ហាញនេះវាបង្ហាញវាខុសគ្នាអញ្ចឹងបាទវាខុសគ្នាហើយវាទំនើបវាចុចទំនើបជាងកាលណាកញ្ច្រែងវិលវាមានភ្លើងមានអីចឹងណាអានេះ model វាទំនើបជាងវាមានកុងតាក់ច្រើននេះចាហើយនេះខ្ញុំឃើញអានេះមួយទៀតអាទូនេះមើលខ្ញុំរុញមើលណែអូយលយណាស់បាទសិនមានកង់រុញខ្ញុំរុញទៅដាក់មុខអាទូស្អំបន្តិចចាដើម្បីឲ្យឃើញនេះឲ្យឃើញប៉ាន់ហ្នឹងហើយចាចឹងបានអត់អូតូបន្តិចដូចគ្នាណាមានកញ្ច្រែងវាចឹងដូចគ្នាយើងដោតភ្លើងទៅកញ្ច្រែងដើរដូចគ្នាចានេះសិតគេតេស្តហើយឥឡូវអានេះមួយទៀតហើយចំនួនគ្រាប់ដាក់អានេះវា352គ្រាប់ឯងប្រព័ន្ធស្វ័យប្រវត្តិដូចគ្នាហ៎មកនេះបន្តិចបានដោតភ្លើងបានចាដោតទៅដាក់ចេះមកកញ្ច្រែងវាយើងបញ្ជាតាមនេះតែដល់ម៉ោងវាដើរណាយើងបញ្ជាមុនដល់ម៉ោងវាដើរខ្លួនវាទេវាដើរ2ម៉ោងវាទៅមុខ2ម៉ោងវាមកក្រោយណាកូនមន់ធ្លាក់មកញាស់មកចូលនឹងនេះដូចគ្នាចាអាហ្នឹង350គ្រាប់អាហ្នឹង352គ្រាប់52ហ្នឹងមិនបានមាន2គ្រាប់ដោយសារកញ្ច្រែងវា88គុណនឹង4អូអញ្ចឹងអញ្ចឹងយើងមិនអាចដូរកញ្ច្រែងវាបានវាមានតាមខ្នាតកញ្ច្រែងនេះកញ្ច្រែងមួយនេះវា88គ្រាប់អញ្ចឹង88គុណ4វា352យើងមិនអាចកាត់ចោលបានទេកាត់វាខ្វះអញ្ចឹងខ្នាតវាមាន352 704 1056អីចឹងណាតាមកញ្ច្រែងវាអញ្ចឹងណាឆ្ងល់ដែរមិនបានជាអ្នកផលិតកញ្ច្រែងគេធ្វើអញ្ចឹងគេផលិតមកសម្រាប់គេធ្វើទូធំដល់យើងមកផលិតស្រុកយើងធ្វើតម្រូវតាមទូដល់អញ្ចឹងកញ្ច្រែងគេអត់សូវធ្វើធំទេដោយសារធំបាក់លើកមានអាមួយទៀតកញ្ច្រែង172នៅក្នុងណាមានសម្រាប់ទូធំ172មកនេះក៏172ដែរកញ្ច្រែងមាននៅក្នុងអញ្ចឹងដល់ពេលធំពេកខ្លាចលើកទៅធ្ងន់ធំពេកទៅមនុស្សព្រោះបើសិនជាស្រីបាក់លើកកាលណាទូធំបើបាក់លើកទៅលើដោយស្រុកគេអត់សូវលើកដៃគេប្រើលើកចូលណាបាទហើយដល់យើងប៉ុណ្ណេះក៏សមរម្យដែរអ្នកដែលប៉ុណ្ណឹងបាននេះគាត់យកទៅញាស់ល្អហើយវានិយាយទៅមុំក៏មុំដែរមុំជាងអាទូពីក្រៅមកទៀតចាមួយម៉ាននេះមួយម៉ានអានេះតម្លៃវា330អូសមរម្យណាសមរម្យសមរម្យលោកអ្នកនាងមានអាថោកជាងហ្នឹងទៀតឥឡូវតម្លៃថោកអស់ម៉ានថោកជាងហ្នឹងគ្រាន់តែវាអត់អូតូវាដាក់បានប៉ុណ្ណឹងគ្រាប់ជួយគ្នាវាតែ200ជាងអញ្ចឹងហ៎បាទប៉ុន្តែសំខាន់ចង់បានមួយគឺថាប្រសិទ្ធភាពអានេះវាយើងដាក់ទឹកចូលដាក់ពងមាន់នេះដើរទៅ3 4ថ្ងៃអត់ភ័យដែរវាអូតូខ្លួនវាប្រែខ្លួនឲ្យខ្លួនវាអត់ទេចង់បានប្រសាសន៍លោកគ្រូគាត់និយាយចេះថាការញាស់របស់វាគឺដូចតែគ្នាបាទដូចគ្នាតែយើងសិតរបស់វាត្រូវចាគ្រាន់តែថាវាមិនបានបង្ហាញទិន្នន័យច្បាស់លាស់នៅលើទេវាបង្ហាញតែកម្ដៅបច្ចុប្បន្នវាអត់មានបង្ហាញកម្ដៅយើងសិតទេនោះវាដូចគ្នានេះលេខនេះគាត់វាទូចអេក្រង់អានោះវាធំវាខុសតែប៉ុណ្្នឹងទេប៉ុន្តែឧបករណ៍សិតទំនើបហ្នឹងសិត STC 1000នេះកម្ដៅកាលណាកម្ដៅលើសវាបឺតចោលវូវាឲ្យលើសហីកម្ដៅខ្វះវាបំពេញបន្ថែមចាតែឥឡូវចង់ជម្រាបសួរចាលោកគ្រូជំនាញខាងភ្ញាស់កូនមន់ហើយខ្ញុំជឿជាក់ថារឿងហ្នឹងប្រកបដែរក៏ប៉ុន្តែរឿងដែលថាធ្វើទូនេះព្រោះអាហ្នឹងក៏ជំនាញជាងមួយទៀតណាបាទខ្ញុំបើកបង្រៀនដែរមានគេមករៀនដែរខាងទូហ្នឹងរៀនធ្វើទូធ្វើអីហ្នឹងកូនសិស្សមកគេមកចង់ចេះណាបង្រៀនធ្វើទូទៀតរៀនតម្លើងធ្វើទូរៀនរាល់ខែមួយខែមាន1វគ្គ2វគ្គម្ដងមាន4នាក់3នាក់5នាក់ចាប៉ុន្តែខ្ញុំឆ្ងល់ថាហ្នឹងតតែចេះជាងទៀតបានអាចទៅកាលណាគាត់អត់ចេះទៅមករៀនមកចប់មករៀងយូរបន្តិចរៀនដល់កន្លះខែបើអត់ចេះសោះនេះបើអត់ចេះយើងកាត់ដៃកាត់អីសាបកើតទេចឹងមិនខ្ញុំឆ្ងល់តាមពិតលោកសម្បត្តិចេះជំនាញ2ខ្ញុំចេះទាំងអស់នេះខ្ញុំធ្វើបានទាំងអស់សូម្បីដំបូងខ្ញុំធ្វើម្នាក់ឯងខ្ញុំមិនដែលធ្វើជាងទេតែធ្វើបានមើលគេយើងមើលគេផ្សារបានគេមនុស្សដូចយើងណាគេធ្វើបានយើងធ្វើមិនបានគាត់ដំបូងវារៀងនេះភ្នែកបន្តិចយើងបាក់ផ្សារណាដល់យូរទៅដូចគេឯងហ្នឹងអានេះកាត់យើងធ្វើខ្លួនឯងយើងអស់ design ខ្លួនយើងទាំងអស់អត់មានចម្លងម៉ូដពីណាទេមានតែគេចម្លងពីយើងទៅវិញអាហ្នឹងម៉ូដរបស់លោកសម្បត្តិរបស់យើងបាទរបស់យើងចេញអញ្ចឹងរបស់ខ្ញុំបើមានប្រហាប់ហែហ្នឹងដែរដោយសារកូនសិស្សទេគាត់មករៀនចេះគាត់ធ្វើប្រហាប់ហែហ្នឹងគេធ្វើលក់មកកកោគាត់ទេចាបាទកូនសិស្សប៉ុន្តែចង់សួរមួយទៀតចុះមិនបានដឹងថានេះត្រូវតែធ្វើអញ្ចឹងវាមានຂະຫນាតវាបើយើងមិនធ្វើខុសຂະຫນាតយើងនឹងខាតមិនបានខាតដែក1ម៉ែត្រពីទឹកបើហ៊ានធ្វើខុសត្រូវតដែកឬក៏កាត់ដែក
đai sang thấy mệt pi tật chứng đã máu mệt pi tật thầm mà về mòn hay sao vía mà mệt chứng cắt pi tật ở thử miền khát bao nhiêu thằng miền khát bao sang thấy cha thôi giờ mấy cái máy cắt đai chào chào là hay khát biết thử mòn chẳng mệt pi tật với thử buông chơi nhá này chấm nói đang muối nên trong tụi tôi anh chưa dương kết này bây giờ mình kết cái chai đamผมlỡ cái thứ tu ban muối dương chai đamผมbay rồi lương mà rồi bàn thứ bàn muối chấm nói muối tiền à vậy đây nên trong chữ xuống nên trong thang cho mạch ban đang thang này thở để cho che oi đang mong chuyện vừa lấy nè tôi chẳng năng mới tiệt tôi năng mê cái đấy to của con lương to dương trẻ này tiệt hay bữa kia trong chết to kia mà điên bữa này bị tiệt tôi xài xe ma nhảy nhảy chớn đôi cái bà này do bị sọc kê mất tạt tê tại mình run năng dương mình cả đá cái mới đấy bây giờ dương mình slát dương to thở rồi bà này dương còn cho che mất đa luôn bia chẳng chắc chấm vua oi việt đa dạng mạch ấy lương ấy nó lông sập chết tiền bà dương rất thơ luôn dương này năng ta làm lai thơ này đối với chắc chấm lên chớn mấy sri in vốn ấy ấy mình sri đi chớn chừng sri đi mà nó mán cho mán nó thay lớn cái nhom chết tất cả nhom chết đây các bạn mà hiếp ắt chạ sát tham mà chỉ bất nhom sần nóc của bà thlop bà có thlop đấy nè đòn vậy chắc nước sông chăng vậy chứ nước sông ấp chả này anh bong sấy nè hay nước sông từ xa bong sấy từ bên này ban đây khục đọp tờ hỏi chết thằng bà đạp chết thằng ó mà sao đấy vẫn vậy các bạn miền Nam khơi tu bò tê ấp một đường thơn này tu bò tê nhưng mưa ta miền internet đấy miền ta nó sẽ tu bò tê chắc miền mưa bạc kê khang mà thơn mưa bạc kê bàn tay dương mà thưa đôi bạc kê là sao bà pon bạc kê smoke smile dương chẳng ai bà bị thưa smoke smile kia cất pi tầm mở phơi ngay là sao sọc cái phơi thảo kia cất đây phơi cái mán kia cất đây bị dương cất đây dương cất thưa mấy ở si phơi tách tu phê dương sẽ là si phơi tách quạt phở chỉ mỗi son la của bà nào miền phải hai là sao với si phơi tách hay cầm đá là gì dương với là món với sang khổ quậy phê khác trong lư hoàng món với tà sa bằng bậy gì ngày khác đào nữa kéo dương trong xài pi chẳng với trong lư với nhau chẳng mẹp dọc dương sủa là mà là món thử mà chẳng pra bự bự tất có ban đó bán bự bự nhưng mà lật phở cối cái miếng này đi phở cối ban thiệt lọ này nãy anh chắc là lấy bật chơi tới nát lô sọt bạt này xong anh lô sọt bằng hai chun cái lại này tí tiết rồi chứ này tamประเภท tú chặt thọc bầm hót pi rồi lang tay nó pi rồiแต่mà rồi chiêng cái miếng đấy mà rồi chiêng tao trong mình giấy phép trong giấy thaประเภทนั่งเป็นเมียนใบหอยขอบเลยคือเมียนใบหอยขอบวีได้อ่ะนั่งรอยเชียงวีได้จะได้แต่วีมันไงไปดองบ้านั่งนู่นมกนู่นวีได้ยังนู่นนั่งแต่บอกโต๊ะตู้วีเมียนปีแปดสปอร์ตโต๊ะยังพอใช้กี่กระมองไงแต่ชนคลาก็กระมองก็จังมันแผลขอบก็ยังเทยบ้านไหนก็จังมันแต่แผลขอบผมม้วนไหนบ้ายังเทยก็บ้านจังเมียนชาประเภทมาเลยเรียบรอบติดมาประเภทตู้โต๊ะยังกี้เมียนแปดสปอร์ตประมาณ$8แปดสปอร์ตมา175มา120กรอบมา193bây giờ 52กรอบô tô đó bây giờ 52กรอบbây giờ 3bây giờ 52ហើយ4ហើយ84 4ហើយ84ហើយ500ហើយ700ហើយ1000ហើយ1000ហើយ1005นี่สั่ง1,500นี่กำไร1,500 1,500กรอบ1,500กรอบ$1,200จ้าใช่1,500กรอบกำไร$1,200บ้าสักไฟวอตอันนี้จ้าห้วยอันนู้นก่อนนะถ้าวิอัดเมียนจันมอนิเตอร์นะข้างแขงแกเอาเต้ก็บ้าเป็นชีวิตโต้ได้ด้วยสตางค์ดังได้สตางค์จังกำไรแต่$350ទេบ่មទឹកไฟวอตដូចគ្នានេះទឹកយើងដាក់នៅក្រៅនេះវិញធំទឹកនៅខាងបើទៅហ្មងខ្វះតែបន្តិចបើបោហ្មងអត់បាច់យូរទេបើនេះយើងនៅថែមនៅដាក់កញ្ច្រែងអីរុញចូលហ្នឹងគេហៅថែមទឹកដៃប៉ុន្តែភ្លើងវាអូតូហើយហ្នឹងពួកនេះសិតតែទំនើបហើយបានន័យថាឲ្យមនុស្សម្ចាស់ស្រួលមែនតើចាហើយឥឡូវហ្នឹងអាចបើកអាកន្លែងនេះម្ដងទៀតបានណាចាសុំលោកអ្នកតាមដានទេសនាបន្តមូលហេតុនេះខ្ញុំចង់ឲ្យលោកបង្ហាញទូខាងនេះដោយសារតែខាងនេះមានសុតមន់មានចាចង់ឲ្យលោកអ្នកតាមដានឲ្យច្បាស់ខាងនេះពេលបបល់សុតមន់យ៉ាងម៉េចចាអានេះទូស្វ័យប្រវត្តិណាវាស្វ័យប្រវត្តិទាំងអស់2ម៉ោងវាមកខាងមុខ2ម៉ោងវាទៅក្រោយវាដល់ម៉ោងវាយើងមិនបាច់យកដៃទៅវីដោយទូសេរីចាស់ហើយតែអានេះយើងចង់ឲ្យវាយើងចុចអានេះទៅណាវាអំបិលខ្លួនវាណាវាអំបិលចឹងមកបាទអានេះប្រហែលដឺក្រេតនេះធ្លាក់45ហ៎បាទមកគ្រប់មុខ45ទៅក្រោយ45អូពាក់កដាលបាទវាផ្អៀងចឹងមកវាផ្អៀងដល់ถึงកំណត់វាលុតហើយវាលុតបាត់ចឹងណាហ្នឹងដល់តែហ្នឹងវាឈប់ឲ្យ2ម៉ោងទៀតបាទវាមកវិញអូវាមកដល់អូតូវាមកខ្លួនវាមកវាមានកុំព្យូទ័រវាបញ្ជាប្រូក្រាមហ្នឹងមកអូអញ្ចឹងលោកសម្បត្តិចេះសេកូដដែរខ្ញុំសើតគេសរសេរឲ្យតែយើងអ្នកចុចអូខ្ញុំស្មានចេះដល់មួយអត់ទេគេសរសេរឲ្យយើងមានថាមើសិតចូលក្នុងហ្នឹងមួយទៀតរបស់វាក្បាលខ្លះវាមានសរសេរឲ្យហ្មងគេសរសេរក្នុងហ្នឹងក្បាលខ្លះអត់យើងត្រូវប្រើថាមើទូចមួយទៀត
nằm bấy sắt màu chẳng tam ngày tam chăn kia phút bỏ đó sọc sáo vơ chung là hốt chẳng á សូមជំរាបសួរមួយសិក្សាចំណេះដឹងទូទៅដល់កម្រិតណា nhưng miền chọp diploma mà chọp thì năng má châu thưa thể hiện là hốt tao sầm ngày អញ្ចឹង diploma chúng ta bị năm pon rồi phải sập bốn rồi អញ្ចឹងហ៎ chọp diploma châu bằng ra to sập ba chập bàn អញ្ចឹងអ្វីដែលចេះហ្នឹងដល់ហេតុថាទី1ចំណងចំណូលចិត្ត nó chất dương sài chiếu hay dương mưa tới kia thưa bán dương thưa bán này dương ចា sài ហើយ chiếu ទី3ធ្លាប់បម្រើការងារឲ្យកសិកម្មគេនៅឯបរទេសប្រទេសវៀត bà ណា hay ម riêng chẳng hết á dương riêng tam vẽ clay clay thì cục cái lái đọ bị sao mà ló vô à ọt ló trao tới លោកសម្បត្តិជំរាបជូនមួយអ្នកខ្ញុំណាបើនិយាយពីរឿងវៀតណាមណាខ្ញុំសូមសរសើរគាត់ bánh chanh á ចាទី1ប៉ុនឆ្នៃទី2លោកសម្បត្តិខ្ញុំមានរឿងមួយដែលខ្ញុំចងចាំមកដល់សប្តាហ៍ថ្ងៃប្រឡងគណិតវិទ្យាម៉ាត់វៀតណាមខ្ញុំធ្លាក់កន្លះពិន្ទុខ្ញុំចាំអត់ភ្លេចណាម៉ាត់គាត់ខ្លាំងណាចាល្អមែនតើណា bánh Việt Nam bánh ចាបកកាយអញ្ចឹងយើងគិតថាអ្វីដែលគេល្អយើង dương vô má bà dương vô bị អ kê ញ្ចឹងបានជាលោកសម្បត្តិអាចដំណើរការបាន bà sài chiếu tam ai cái xa mà chừng luôn hay chừng thưa bị sao luôn dương à nam mình nhó mau bị ấy à nhó mau bị ấy à lo mấy bờ tu cái thưa ăn nhó dây dùng khăn phất tu nhó về thở ca đã bấy cầm đá xì ton cầm đá nâng sầm ná mấy nâng ông xì xẻ đã miên đã bấy nâng với ai ba này tôn mòn ai miên chỉ vật đúng không ai thật thở bao vi ចាអញ្ចឹងចំណេះដឹងទូទៅមួយគួបផ្សំនឹងការសិក្សាស្រាវជ្រាវឆ្នៃប្រឌិតមួយទៀតហើយមួយទៀតការអនុវត្តត បាទការព្យាយាម បាទព្យាយាមខ្លាំងណាស់មកចាប់ផ្ដើមចំមន់ស្រឡាញ់ការងារនឹងតាំងពីអាយុប៉ុន្មាន nhung vậy tới sạt á nhung tờ bóng còn là mà chăm khơi sạt miên chỉ vật đấy cả nhung nơi riêng là bằng trang còn là sạt chỉ rúp á lấy nước miên là nụ chỉ táo hay là chỉ kinh cuộn nhung mau bị sạt lại nhung đã lụi nó đã nong cái bột vô mà thế ha lấy nước hàng mốc trăm tờ mỡ kinh cuộn bán này cái thơ bị thấm máu á sạt lại đang bị sạt chỉ rúp chỉ thấm máu đó coi mà ban sạt tục bây giờ sầm ngay ha chẳng sạt miên chỉ vật sạt ấy còn nhung sạt lại chẳng ban sạt lại nhung miên đó chết mà rồi sạt đóแต่เคยโกนเมนชาปานเป็นนะพูดในจอสัตว์มาจะมานัดเป็นจำมือรู้มันรู้ครับ ចាប៉ុន្តែចិត្ត100សត្វនៅក្នុងកសិដ្ឋានរបស់លោកសម្បត្តិគឺសត្វតែបាក់សីភាគច្រើន បោបាក់សីបាទ ចាភាគច្រើនបាក់សីហ្នឹងហើយអញ្ចឹងយើងងាកមករឿងនេះវិញណាចាឥឡូវទូភ្ញាស់របស់យើងនេះគឺថាទូស្វ័យប្រវត្តិអូតូណាអាចធ្វើយ៉ាងម៉េចទៅតាមលក្ខណៈបច្ចេកទេសនេះខ្ញុំអត់ចងចាំទេលោកសម្បត្តិនិយាយមិញហើយវាមានអាស្អីគេមិញថាអីសម្រាប់មេរោគសម្រាប់មេរោគវាមាន UV ด้วยខាងនេះមិញហ្នឹងចុចយើងចុចអានេះទៅពលឺវាពលឺមេរោគនៅក្នុងលំហហ្មងវាងាប់ហើយអញ្ចឹងយើងកុំបើកអានេះទៀតខ្លាចវាបញ្ហាបាទព្រោះនេះវាមានសុទ្ធសក់បើបង្ហាញជូនលោកអ្នកតិចមើលពលឺ UV សម្រាប់មេរោគនេះ UV ឥឡូវយើងចុចទៅឃើញពលឺវាពណ៌ស្វាយហ្នឹងនេះបាទប៉ុន្តែពិតយើងចំហចឹងពីធ្វើគេឲ្យចុចឲ្យបិទទេណាព្រោះយើងចង់ឲ្យឃើញពលឺយើងកុំមើលវានៅលើណោះទេបាទបាទយើងចុចចឹងមកត្រឹមតែប្រហែលជា30វិនាទីហ្នឹងមេរោគងាប់អស់លំហដែលមេរោគនៅក្នុងលំហឬក៏ជាប់តាមសបកសុទ្ធហ្នឹងវាសម្លាប់បានអស់ហើយប៉ុន្តែអាវាសម្រាប់វាចៃយ៉ាងម៉េចគឺវាស្វ័យប្រវត្តិណាយើងគ្រាន់តែចុចឲ្យយើងគ្រាន់តែចុចទេបាទបើដូចនៅក្នុងមន្ទីរពេទ្យវាកាត់មិញពេទ្យធ្វើមិញអីមុនចូលបន្ទប់គេចុចអាហ្នឹងមកសម្រាប់មេរោគជាប់ក្នុងលំហរឿងមួយទៀតលោកសម្បត្តិអស់បានបង្ហាញជូនបច្ចេកទេសធ្វើនេះបើនាងខ្ញុំចង់ដឹងយ៉ាងហ្នឹងចុះឥឡូវបើយើងសិតមកសិតហ្មងបានន័យថាប្រហែលនាទីត្រូវពលឺ UV ត្រូវសម្រាប់មេរោគមិនអាស្អីមន់វាត្រូវបវល់ពងមិនអីអានេះភាគច្រើនយើងចុចនៅពេលដាក់ពងថ្មីចូលបងដាក់ពងថ្មីចូលយើងបើកទូមិនចឹងដល់យើងបើកទូលំហដែលខ្យល់ឲ្យវាមិនចូលអញ្ចឹងពេលយើងបិទទូយើងចុចហើយបើមន់ញាស់យើងអត់ចុចទេបើមានកូនមន់ហ្នឹងអត់ចុចទេកាលណាចុចប៉ះពាល់ភ្នែកវាបាទយើងចុចតែពេលយើងបើកទូគឺយើងបើកនៅពេលដែលយើងយកកូនមន់ហើយហ្នឹងយើងយកសុទ្ធថ្មីចូលយកសុទ្ធថ្មីចូលយើងចុចទៅព្រោះនេះវាមានខ្យល់វិលចរន្តវិលទេខ្យល់ពីក្រៅក៏ចូលទៅដែរវាចូលទៅដើម្បីឲ្យមានអុកស៊ីហ្សែនខាងក្នុងអញ្ចឹងកាលណាមេរោគវាទៅតាមលំហខ្យល់ហ្នឹងវាទៅប៉ះនឹងសបកសុទ្ធអីដល់កូនមន់ញាស់មកវាឆ្លងទៅតាមអាផ្សិតមន់ហ្នឹងវាទៅជាមានជំងឺមន់យើងបើអស់ថ្នាំច្រើនអញ្ចឹងចាំបាច់ត្រូវដាក់ទូដែលដាក់នេះយើងពិសោធន៍មកឃើញថាវាល្អចាហ្នឹងហើយឥឡូវទូនឹងឃើញថាវាល្អហើយតាមអ្វីដែលលោកគ្រូសម្បត្តិវាប្រវត្តិប៉ុន្តែអត់ទាន់ឃើញវាយផ្លាកអីណាកសិដ្ឋានអីកម្មសិទ្ធិបញ្ញាអីទេមានតាអូនៅពីក្រោយនេះអូនេះមានចាយើងថានេះក៏មានដែរហ្នឹងហើយអានោះក៏មានដែរនៅខាងនោះបាទមានរបស់យើងអត់មានកម្មសិទ្ធិបញ្ញាគ្រាន់ដាក់ថាវិធីភ្ញាស់អាហ្នឹងលេខទូរស័ព្ទទូបាទគេចង់យកទៅចម្លងក៏ចម្លងទៅឲ្យតែគេធ្វើបានមានតែចំណាញ់ឯងបាទគេចេះធ្វើបានទៅប្រជាជនខ្មែរយើងភ្ញាស់បានច្រើនចេះធ្វើបានច្រើនទៅវាកាត់បន្ថយការនាំចូលឥឡូវហ្នឹងការនាំចូលទូពីក្រៅក៏ច្រើនអាសាច់សុទ្ធមាន់នេះក៏ច្រើនខ្ញុំសង្ឃឹមថាឆ្នាំ2020ប្រហែលជាកាត់បានច្រើនហើយដោយសារឥឡូវគេចិញ្ចឹមច្រើនណា
ចេះដែរលោកសម្បត្តិមូលហេតុដូចយើងបានជំរាបជូនលោកអ្នកអញ្ចឹងអ្វីគ្រប់បែបយ៉ាងវាទៀមទាពីចំណុចចាប់ផ្ដើមរហូតមកដល់ពេលនេះហើយពីចាប់ផ្ដើមយើងសូនហ្នឹងយើងបានប៉ុណ្ណេះហើយបាទចាបើយើងមិននាំចូលយើងបានអីប្រើចង់និយាយថានាំចូលសាច់សัตว์អីពីក្រៅមកដោយសារស្រុកយើងផលិតអត់បានផលិតអត់គ្រាន់ហើយអញ្ចឹងយើងផលិតបានច្រើនតែក៏គេកាត់បន្ថយដែរហើយឥឡូវលោកសម្បត្តិឃើញអត់គេពង្រឹងការនាំចូលកម្មគ្រប់គ្រងគាត់ត្រួតពិនិត្យណាបាទត្រួតពិនិត្យខ្លាចស្ថាប័នពាក់ព័ន្ធកាលណាមានបញ្ហាគឺយើងត្រូវតែកំតិចហើយអញ្ចឹងអ្វីគ្រប់បែបយ៉ាងយើងទៀមទានៅការចូលរួមមែនទេតែអញ្ចឹងឥឡូវនេះយើងបង្ហាញជូនអញ្ចឹងហើយសង្ឃឹមថាលោកនេះនឹងបានជ្រាបក៏ប៉ុន្តែទោះបីជាយ៉ាងណាប្រសិនបើមានកន្លែងណាមួយដែលមិនសមរម្យឬក៏ខុសបច្ចេកទេសអីយ៉ាងម៉េចយើងត្រូវកែលម្អថ្ងៃក្រោយវិញចាត្រឹមត្រូវសម្រាប់យើងជួយគ្នាយើងមិនចេះទាំងអស់ទេរិះគន់យ៉ាងណាក៏ដោយក៏ប៉ុន្តែក្នុងន័យស្ថាបនាធ្វើយ៉ាងណាឲ្យមានការរីកចម្រើនណាហ្នឹងអញ្ចឹងឥឡូវនេះការងារប៉ុណ្ណេះហាក់ដូចជាមិនសមរម្យថាពេញលេញឯងប្រកាសជាមិននៅខ្វះចន្លោះហើយតែយើងគ្រាន់តែបង្ហាញជូនជាកន្លឹះបាទបង្ហាញជូនខ្លះបើសិនជាមានបញ្ហាយ៉ាងណាចង់ដឹងលម្អិតតាក់ទងជាមួយនឹងលោកគ្រូសម្បត្តិចាតែយើងគួរតែបង្ហាញជូនលោកអ្នកពីបច្ចេកទេសធ្វើបន្តិចណាបាទបច្ចេកទេសចាអញ្ចឹងលោកអ្នកនេះតាមដានទស្សនៈបន្តពីបច្ចេកទេសនៅក្នុងការធ្វើផលិតទូភ្ញាស់បែបសេរីទំនើបចានៅធ្វើបែបណាអានេះវល់ដំបងហើយក៏មិនមែនវល់ចុងក្រោយមែនទេនឹងមានទៀតក្រោយខ្ញុំផលិតឲ្យទំនើបជាងនេះទៀតឲ្យទំនើបទៀតបាទជិះពីមុនយើងផលិតអន់ទូចណាធ្វើពីឈើអញ្ចឹងណាឥឡូវដែកចាដែកនិយាយទៅបើគុណភាពអត់ចាញ់ទូគេនាំចូលពីតៃវ៉ាន់មកហ្នឹងហើយមួយវិញទៀតទូដែលនាំពីក្រៅជួនណាប្រទេសគេតិចក្តៅអីវាខុសផលិតអត់ត្រូវបាទវាខុសអញ្ចឹងមកដឹកនេះអានេះទី20 30ដែលយកមកធ្វើដឹកបើរហូតចង់និយាយថាប្រភេទហ្នឹងវាមក30 40ទូមកធ្វើនឹងកន្លែងខ្ញុំហ្នឹងគេទិញពីក្រៅមកដល់ភ្ញាស់វាអត្រាញាស់វាហោះញាស់បានពាក់កណ្ដាលចាដល់ទេទៅម្ចាស់ប្រាប់វាដូចថាគេមិនសូវមានពេលអីម្ចាស់គេអត់សូវមានពេលសម្រាប់បញ្យលអតិថិជនហ្នឹងអញ្ចឹងខ្ញុំគាត់សួរខ្ញុំថាមកយកទូមកខ្ញុំកែឲ្យបើអ្វីដែលកែបានគឺអត់អស់លុយតែខ្លះចុចឲ្យហើយយកទៅប្រើទៅក្នុងន័យនេះលោកអ្នកនាងខៃលោកអ្នកស្ដាប់មកថាប្រទេសគេរីចម្រើនចឹងអីមិនក៏គេធ្វើមិនត្រូវប្រទេសគេចេះមិនមែនថាបោះគេធ្វើអន់ទេថាស្រុកគេតិចគេធ្វើទូគេឲ្យហប់ដើម្បីកម្ដៅដល់យើងអត់ដឹងទៅទិញទូពីស្រុកគេមកប្រើអាស៊ីយើងវាក្ដៅអញ្ចឹងយើងត្រូវការកែប្រព័ន្ធវាឲ្យទៅតាមអាស៊ីយើងស្រុកគេចិន0 អង្សាចេញតកកធ្លាក់តកអញ្ចឹងគេប្រើមិនទូគេក្រាក់ហាឡើយមែនទេគេបិទចិត្តអត់មានឲ្យខ្ចីចូលទេប្រើតែស្តង់ធំនោះជាក់ស្ដែងដោយទូនោះអញ្ចឹងណាហើយដល់ទូស្រុកយើងអាស៊ីយើង36 37ពេលខ្លះ42ពងមាន់ស៊ីតែ37 អង្សាសេទេវាចង់តែគ្រប់ហើយអញ្ចឹងវាគ្រាន់តែរក្សាសំណើមឲ្យថេនៅក្នុងទូហ្នឹងមកវាគ្រប់បាត់ហើយវាអាចយកបានហើយលក្ខណៈវាអញ្ចឹងណាចឹងបានថាដល់អញ្ចឹងទៅលោកសម្បត្តិវាជូនអញ្ចឹងជាការល្អមែនតើណាព្រោះការពេលវេលាអាកាសធាតុវាខុសគ្នាហ្នឹងហើយរួចដល់យើងឃើញប្រទេសគេឲ្យក្រាស់ចាតែមកយើងដាក់ក្រាស់ក្តៅហើយដាក់មកពងមាន់វាពេលចិត្តញាស់មកខូចពាក់កណ្ដាលបណ្ដោយវាក្តៅពេកក្នុងទូហ្នឹងព្រោះវាចិត្តឆឹងហើយប្រើកម្ដៅលើកម្ដៅក្រោមអញ្ចឹងយើងយកមកកែសម្រួលទៀតបោះគេយកមកកែសម្រួលយើងដូចតែបោះយើងអញ្ចឹងតែបើអត់កែសម្រួលទេមានបញ្ហាច្រើនដែរចាអូយអរគុណណាស់លោកសម្បត្តិហើយអញ្ចឹងបានថាលោកអ្នកគាត់ចាំបានណាលោកសម្បត្តិកាលពីលើកមុនយើងបង្ហាញជូនគាត់ពាក់ព័ន្ធទៅនឹងការចិញ្ចឹមមាន់មិនលោកសម្បត្តិនិយាយថាយើងនឹងជូនលោកអ្នកអំពីបច្ចេកទេសធ្វើទូក៏ដូចជាបង្ហាញជូនលោកអ្នកឲ្យឃើញពីទូភ្ញាស់ហ្នឹងហើយដល់ទៅពេលយើងចង់ផ្លេចហ្នឹងអញ្ចឹងថ្ងៃនេះលោកសម្បត្តិបានបង្ហាញជូនអរគុណមែនតើអញ្ចឹងលោកសម្បត្តិយើងបង្ហាញជូនលោកអ្នកពីបច្ចេកទេសធ្វើហើយយើងនឹងបង្ហាញជូនទស្សនវិជ្ជានៅក្នុងកសិដ្ឋានយើងបន្តទៀតចាព្រោះយើងនៅមានការងារច្រើនទៀតណាហ្នឹងហើយអរគុណមែនតើណារវល់ហេមិនហ្នឹងកូនសិស្សផងអីផងអើយប៉ុន្តែអីទេជឿថាបងប្អូនយើងគាត់បាទអត់អីទេហ្នឹងហើយចាប៉ុន្តែតែទទួលសិស្សរហូតណាបាទមានរហូតនឹងសិស្សចុះឈ្មោះមកហើយបងចុះឈ្មោះអញ្ចឹងយើងគាត់លេខគាត់ទៅដល់ពេលបានគ្រប់ចំនួនយើងមានពេលឱកាសល្អអញ្ចឹងខលគាត់ប្រាប់មកថាឥឡូវដល់ថ្ងៃមករៀនឬគាត់ជូនដំណឹងតាម page របស់យើងគាត់មានគាត់ like page យើងអញ្ចឹងណាអញ្ចឹងគាត់មកអ្នកខ្លះគាត់អត់បានមកចុះអីទេគាត់ថាដល់ថ្ងៃរៀនគាត់មកបដ ாய் សុំមករៀនហ្មងអញ្ចឹងពី20 25 30 40នៅពេញទាំងអស់មកជួរហ្នឹងបាទតូចបំផុតក៏5 10នាក់ដែរអ្នកសិស្សរៀនណាបាទសិស្សរៀនធ្វើទូមាន9មាន5 4នាក់5នាក់អីហ្នឹងទៅរៀនណាចាបាទរៀនទៅកន្លះខែបានហើយបានចប់ចាអញ្ចឹងបានថាលោកនាងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារខ្លាយទៅជាកសិដ្ឋានដ៏តូចចលឹងមួយណាអញ្ចឹងសូមឲ្យកោតសរសើរតែតូចចលឹងហ្នឹងដី2ហិកតាផ្លាយអញ្ចឹងណាភាសាតិចទៀតពេញទាំងអស់ទាំងពីរហ្នឹងតែឥឡូវមិនទាន់ហ្នឹងហើយអញ្ចឹងក៏តាមហ្នឹងជូនពររីចម្រើនចាហើយបើនិយាយពីបាក់សៃវិញនេះខ្ញុំឃើញហ្នឹងអូយតាមដានមើលស្រឡាញ់ព្រៀបចាព្រៀបអូយព្រៀបស្អាតដល់ហើយហ្នឹងហើយចាអញ្ចឹងលោកសម្បត្តិយើងបង្ហាញជូនការធ្វើទូបន្តិចហ្នឹងមិនបានលំអិតទេគាត់តែបង្ហាញជាទូណាហ្នឹងហើយតោះអញ្ចឹងយើងទៅខាងណាខាងហ្នឹងទៅកន្លែងធ្វើទូហ៎ចាទូទៅខាងហ្នឹងអញ្ចឹងចាអញ្ចឹងសូមលោកអ្នកនាងតាមដានការស្ដាប់បន្ត
លោកអ្នកបាននឹងកំពុងទេសនាស្ដីពីវិធីសាស្ត្រក្នុងការភ្ញាស់កូនមាន់ដែលធ្វើបទបង្ហាញដោយលោកប៉ិលសម្បត្តិម្ចាស់កសិដ្ឋានភ្ញាស់កូនមាន់228ស្ថិតនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលដូច្នេះចំពោះរបៀបនៃការធ្វើទូភ្ញាស់កម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV សូមលើកផ្សាយជូនលោកអ្នកក៏ដូចជាបងប្អូនប្រជាកសិករយើងនៅកម្មវិធីផ្សាយសប្តាហ៍ក្រោយថ្ងៃសៅរ៍វេលាម៉ោង 9:30 នាទីយប់និងថ្ងៃអាទិត្យវេលាម៉ោង 6 ព្រឹកបន្តទៀតសូមលោកអ្នករងចាំទស្សនាដោយមេត្រីភាពសូមអរគុណ